តារាសម្ដែងស្រីចិនល្បីៗទាំង10នេះរៀបការរួចហើយឯកស្រីតែងតែមានលក្ខណៈពិសេសនៅពេលសម្ដែងក្នុងភាពយន្តនាងអាចលំបាកពីដំបូងតែនៅទីបញ្ចប់នាងតែងតែទទួលបានលទ្ធផលល្អវិសេសវិសាលតាមការបញ្ចប់របស់អ្នកនិពន្ធជួបជុំជាមួយមនុស្សដែលនាងស្រឡាញ់បានរៀបការកសាងគ្រួសារតូចមួយដ៏មានសុភមង្គលហើយការបញ្ចប់បែបនេះធ្វើឲ្យអ្នកទស្សនាពេញចិត្តពេញថ្លើមតែម្ដងក៏មានផងដែររឿងខ្លះបញ្ចប់ដោយភាពសោកសៅបែកគ្នានិរាសព្រាត់ប្រាសដែលធ្វើឲ្យអ្នកទស្សនាខឹងនិងខូចចិត្តអាណិតដល់តួអង្គទាំងនោះទោះយ៉ាងណាទាំងនេះសុទ្ធតែស្ដែងចេញពីជីវិតពិតនៃការស្រឡាញ់និងការបែកគ្នាដែលអ្នកនិពន្ធបានសរសេរឡើងរៀបការហើយគូខ្លះក៏សុខដុមរមនាតែខ្លះទៀតរស់នៅមិនចុះសម្រុងគ្នាឈានដល់ការលែងលះគ្នាជាក់ស្ដែងកំពូលតារាស្រីមួយចំនួនបន្ទាប់នេះសុទ្ធតែជាតួឯកស្រីដែលមានជីវិតសមប្រកបក្នុងតួអង្គដែលនាងសម្ដែងប៉ុន្តែជីវិតពិតគឺមិនដូច្នោះទេពួកគេបានរៀបការតែក្នុងរយៈពេលខ្លីក៏ក្លាយជាស្ត្រីមេម៉ាយព្រោះតែពាក្យពីរម៉ាត់គឺលែងលះបន្ទាប់នេះដែល Chandelier នឹងបង្ហាញពីកំពូលតារាស្រីចិនទាំង10ដែលរៀបការរួចហើយក៏លែងលះតែក៏មានអ្នកដែលកំពុងតែមានសុខសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ដោយសមប្រកបផងដែរចង់ដឹងថាមានតារាស្រីណាខ្លះសូមតាមដានទស្សនាដូចតទៅ1. ចៅលីអ៊ីងការរីកគ្រប់រដូវកំពូលតារាសម្ដែងជួរមុខចៅលីអ៊ីងជឿថាអ្នកណាក៏ស្គាល់ដែរស្របពេលអាជីពសិល្បៈរបស់នាងកំពុងឈានដល់កម្រិតកំពូលចៅលីអ៊ីងបានសម្រេចចិត្តរៀបការជាមួយតារាសម្ដែងហ្វឹងសាវហ្វឹងក្នុងឆ្នាំ2018និងទទួលបានកូនប្រុសម្នាក់ជាចំណងដៃប៉ុន្តែឈ្មោះប្តីប្រពន្ធរបស់អ្នកទាំងពីរមានរយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះពួកគេបានប្រកាសលែងលះគ្នានៅឆ្នាំ2021ដោយសន្តិវិធីទោះយ៉ាងណាបច្ចុប្បន្នអ្នកទាំងពីរនៅតែរាប់អានគ្នាជាមិត្តនិងជួយមើលថែកូនប្រុសជាមួយគ្នាចំណែកឯជីវិតបច្ចុប្បន្នរបស់ចៅលីអ៊ីងគឺនៅតែជោគជ័យខ្លាំងលើអាជីពសម្ដែងនិងទទួលបានការកោតសរសើរថាជាអ្នកម្ដាយដ៏រឹងមាំម្នាក់2. យ៉ាងមីស្ថិតនៅក្នុងកម្រិតកំពូលជាមួយចៅលីអ៊ីងអ្នកទាំងពីរតែងតែត្រូវបានប្រព័ន្ធផ្សព្វផ្សាយប្រៀបធៀបយ៉ាងណាមិញយ៉ាងមីមិនត្រឹមតែជាកំពូលតារាសម្ដែងតែក៏ជាផលិតករនិងជាអ្នកជំនួញស្រីដ៏មានឥទ្ធិពលម្នាក់ផងដែរយ៉ាងមីបានរៀបការជាមួយតារាសម្ដែងហុងកុង Hawick Law យ៉ាងអធិកអធមនៅកោះបាលីក្នុងឆ្នាំ2014ប៉ុន្តែជីវិតគ្រួសារតារាល្បីទាំងពីរនេះមិនយូរអង្វែងឡើយនៅឆ្នាំ2018យ៉ាងមីនិង Hawick Law បានធ្វើសេចក្តីថ្លែងការណ៍រួមមួយដើម្បីប្រកាសពីការបែកបាក់របស់ពួកគេហើយចំណងស្នេហ៍ពួកគេក៏បង្កើតបានកូនស្រីម្នាក់ផងដែរឈ្មោះនាងមីបច្ចុប្បន្នកូនស្រីកំពុងរស់នៅជាមួយឪពុកនៅហុងកុងចំណែកយ៉ាងមីវិញនឹងបានក្លាយជាស្ត្រីសហគ្រិនដ៏មានឥទ្ធិពលនិងជាកំពូលតារាស្រីលំដាប់ជួរមុខដែលហ្វេនគោរពស្រឡាញ់ចំពោះភាពឯករាជ្យរបស់នាង3. ថាងយានក្នុងឧស្សាហកម្មកំសាន្តចិនថាងយានក៏ត្រូវបានគេចាត់ចូលក្នុងក្រុមតារាស្រីដ៏មានឥទ្ធិពលប្រចាំចំនួនផ្កា85ដែរបើប្រៀបធៀបជាមួយយ៉ាងមីនិងចៅលីអ៊ីងថាងយានស្ថិតក្នុងឋានៈនឹងចំនួនតែមួយប៉ុន្តែមានភាពខុសប្លែកគ្នាបន្តិចបន្តួចទៅលើកម្រិតប្រជាប្រិយភាពជំនាញសម្ដែងនិងទិសដៅការងារថាងយានបានសម្រេចចិត្តរៀបការជាមួយតារាសម្ដែងលក់ជេនក្នុងឆ្នាំ2018ក្រោយពីបានសម្ដែងរួមគ្នាក្នុងរឿង Princess Wayang បច្ចុប្បន្នពួកគេមានកូនស្រីម្នាក់និងកំពុងរួមរស់ជាមួយគ្នាដោយមានសុខសុភមង្គលបំផុតថាងយានតែងតែផ្ដល់អាទិភាពខ្លាំងដល់គ្រួសារហើយជីវិតបច្ចុប្បន្នរបស់នាងគឺពោរពេញដោយស្នាមញញឹមទាំងរឿងស្នេហានិងការងារសិល្បៈ 4. លាវស៊ីស៊ីលាវស៊ីស៊ីគឺជាសមាជិកដ៏សំខាន់ម្នាក់នៅក្នុងក្រុមផ្កាចំនួន85ផងដែរឋានៈនិងកេរ្តិ៍ឈ្មោះរបស់នាងនៅក្នុងឧស្សាហកម្មកំសាន្តចិនគឺស្ថិតក្នុងកម្រិតកំពូលដូចគ្នាទៅនឹងយ៉ាងមីចៅលីអ៊ីងនិងថាងយានដែរទោះយ៉ាងណាលាវស៊ីស៊ីមានលក្ខណៈសម្គាល់និងទិសដៅការងារខុសប្លែកពីគេបន្តិចនាងជាតារាដែលដើរលើផ្លូវគុណភាពនិងភាពស្ងប់ស្ងាត់ប៉ុន្តែរាល់ពេលដែលនាងចេញរឿងភាគបុរាណថ្មីម្ដងតែងតែទទួលបានការគាំទ្រជានិច្ចលាវស៊ីស៊ីបានរៀបការជាមួយតារាសម្ដែងប្រុស Nicky Wu ក្នុងឆ្នាំ2015និងមានកូនប្រុសម្នាក់ទោះបីជាកន្លងមកមានពាក្យចចាមអារាមលែងលះគ្នាលេចលឺជាបន្តបន្ទាប់ក៏ដោយប៉ុន្តែបច្ចុប្បន្នពួកគេនៅតែរួមរស់ជាមួយគ្នាជាប្តីប្រពន្ធដោយខាងប្រុសតែងតែជួយមើលថែកូននៅផ្ទះពេលខាងស្រីរវល់ថតរឿងហើយជីវិតបច្ចុប្បន្នរបស់លាវស៊ីស៊ីគឺកំពុងលេចធ្លោខ្លាំងក្នុងវិស័យម៉ូដលំដាប់អន្តរជាតិ 5. ឈិនយៀនស៊ី
ទស្សនិកជននៅកម្ពុជាប្រហែលជាស្គាល់ហើយនៅតួអង្គស៊ីឡុងនេះនៅក្នុងរឿងភាគក្បាច់គុនដ៏ល្បីល្បាញទេពឥន្ទ្រីបក្សីស្នេហ៍នាងបានរៀបការជាមួយតារាសម្ដែងប្រុសឈិនសែវក្នុងឆ្នាំ2016ដែលសម្ដែងជាតួអង្គយ៉ាងគួរក្នុងរឿងជាមួយគ្នាក្រោយរឿងភាគចចាមអារាមរង្គោះរង្គើជាច្រើនខែអ្នកទាំងពីរបានប្រកាសលែងលះគ្នាជាផ្លូវការនៅដើមឆ្នាំ2025បច្ចុប្បន្នពួកគេបានព្រមព្រៀងគ្នាក្នុងការរួមគ្នាចិញ្ចឹមកូនប្រុសអាយុ8ឆ្នាំចំណែកឯ Chen Yanxi ឬ Michael Chen កំពុងរៀបចំជីវិតឯករាជ្យជាថ្មីនិងត្រឡប់មកពង្រឹងការងារសិល្បៈវិញយ៉ាងសកម្ម6 Angela Baby Angela Baby ធ្លាប់ជាតារាស្រីលំដាប់កំពូលនិងជាមហាអំណាចផ្នែកសម្រស់និងម៉ូដនៅក្នុងក្រុមផ្កាចំនួន85ប៉ុន្តែបើគិតមកដល់បច្ចុប្បន្ននេះឋានៈនិងអាជីពរបស់នាងបានធ្លាក់ចុះយ៉ាងខ្លាំងនិងជួបព្យុះភ្លៀងខ្លាំងជាងគេក្នុងចំណោមតារារួមចំនួន Angela Baby បានរៀបការជាមួយកំពូលតារាប្រុស Hung Seung-min ក្នុងឆ្នាំ2015យ៉ាងអធិកអធមប៉ុន្តែស្នេហាមួយនេះបានដើរដល់ផ្លូវបញ្ចប់ដោយពួកគេបានលែងលះគ្នានៅដើមឆ្នាំ2022បច្ចុប្បន្ននាងនិងអតីតស្វាមីបានផ្លាស់ប្ដូរវេនគ្នាមើលថែកូនប្រុសហើយជីវិតបច្ចុប្បន្នរបស់នាងគឺផ្ដោតលើការចិញ្ចឹមកូននិងបង្ហាញខ្លួនក្នុងកម្មវិធីម៉ូដធំៗ7 Wu Qian Wu Qian គឺជាតារាសម្ដែងស្រីលំដាប់ជួរមុខម្នាក់ប្រចាំចំនួន 90S ក្នុងឧស្សាហកម្មកំសាន្តចិននាងត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាទេពធីតានៃភាពយន្តយុវវ័យដោយសារតែសម្រស់បែបធម្មជាតិស្បែកសស្អាតនិងស្នាមញញឹមដ៏ស្រស់ស្រាយដែលមើលទៅមិនចេះចាស់ Wu Qian បានលួចលាក់រៀបការជាសម្ងាត់ជាមួយតារាប្រុសចាងអ៊ីជៀននិងមានកូនស្រីម្នាក់ប៉ុន្តែចំណងស្នេហ៍នេះមិនសមប្រកបឡើយដោយពួកគេបានប្រកាសលែងលះគ្នានៅដើមឆ្នាំ2022បច្ចុប្បន្ន Wu Qian រស់នៅជាអ្នកម្ដាយទួល Single Mom មើលថែកូនស្រីនិងបានត្រឡប់មកអង្រួនបេះដូងអ្នកគាំទ្រវិញតាមរយៈការសម្ដែងរឿងភាគថ្មីៗជាច្រើន8 Sun Yi Sun Yi គឺជាតារាសម្ដែងស្រីដ៏លេចធ្លោម្នាក់ប្រចាំចំនួនឆ្នាំ 90S នៅក្នុងប្រទេសចិនដែរនាងត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈរូបរាងខ្ពស់ស្រឡូនជើងវែងស្រឡៅនិងទម្រង់មុខដ៏ផ្អែមល្ហែម Sun Yi បានរៀបការតាំងវ័យក្មេងជាមួយតារាប្រុសតុងជីជៀនក្នុងឆ្នាំ2017និងបង្កើតបានកូនស្រីម្នាក់យ៉ាងណាមិញពួកគេបានធ្វើឲ្យ fan ស្ដាយក្រោយយ៉ាងខ្លាំងក្រោយប្រកាសលែងលះគ្នានៅឆ្នាំ2022ជីវិតបច្ចុប្បន្នរបស់ Sun Yi គឺនាងរស់នៅជាស្រីស្អាតទួលយ៉ាងស៊ីវិល័យផ្ដោតលើការងារលេងកំសាន្តនិងមើលថែកូនស្រីយ៉ាងកក់ក្ដៅ9 Wu Jinjian Wu Jinjian គឺជាតារាស្រីចំនួន 90S ដែលមានផ្លូវដើរខុសពីគេនាងត្រូវបានមហាជនប្រសិទ្ធនាមថាមហាក្សត្រីនៃរឿងភាគសងសឹក The Queen of Revenge Drama ពីព្រោះរាល់ពេលដែលនាងដើរតួជាស្រីរឹងមាំវាយបកនិងសងសឹកគឺតែងតែផ្ទុះការគាំទ្រកក្រើកអាស៊ីជានិច្ចជាក់ស្ដែងដូចជារឿង Story of Yanxi Palace និង The Double ជាដើមនាងមិនមែនជាតារាដែលល្បីខាងសម្រស់ឆាតឆាយដាច់គេឡើយប៉ុន្តែសមត្ថភាពទាញទិន្នន័យទស្សនាក្នុងរឿងភាគបុរាណបែបសងសឹកគឺគ្មាននរណាអាចយកឈ្នះនាងបានឡើយ Wu Jinjian បានធ្វើឲ្យពិភពសិល្បៈចិនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយប្រកាសចុះសម្បត្តិអាពាហ៍ពិពាហ៍ជាផ្លូវការជាមួយតារាប្រុសហុងយ៉ាវក្នុងខែកញ្ញាឆ្នាំ2024កន្លងទៅពួកគេទាំងពីរបានលួចលាក់ស្វែងយល់ចិត្តគ្នារហូតដល់ទៅ7ឆ្នាំក្រោយជួបគ្នាក្នុងរឿង Yanxi Palace បច្ចុប្បន្នជីវិតអាពាហ៍ពិពាហ៍របស់ពួកគេកំពុងស្ថិតក្នុងភាពផ្អែមល្ហែមខ្លាំងហើយ Wu Jinjian ក៏នៅតែបន្តអាជីពសម្ដែងយ៉ាងសកម្មជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីស្វាមី 10 Chao Xin Chao Xin គឺជាតារាសម្ដែងស្រីចំនួនឆ្នាំ 90S ម្នាក់ដ៏គួរឲ្យចាប់អារម្មណ៍នាងបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញដាច់គេទូទាំងប្រទេសចិនតាមរយៈតួអង្គគួនជូអឺក្នុងរឿងភាគដ៏ពេញនិយម Ode to Joy វគ្គ 1 និងវគ្គ 2 រួមទាំងរឿងភាគបុរាណ Autumn Ballet ក្នុងឆ្នាំ2022ផងដែរក៏ពិត Chao Xin ជាតារាស្រីម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភតាំងពីកំណើតគ្រួសាររបស់នាងមានអាជីវកម្មខ្នាតធំហើយនាងមានវីឡាដ៏ប្រណិតលំដាប់កំពូលនៅទីក្រុងសៀងហៃទៀតផងមហាជនតែងនិយាយលេងថានាងមកសម្ដែងភាពយន្តគ្រាន់តែជាការកំសាន្តនិងចំណូលចិត្តប៉ុណ្ណោះបើសម្ដែងមិនល្បីគឺត្រូវត្រឡប់ទៅស្នងមរតកគ្រួសារវិញ Chao Xin បានលួចលាក់រៀបការជាសម្ងាត់នៅឆ្នាំ2023ជាមួយលោក Lai Pailin ដែលជាអ្នកស្នងមរតកនិងជា CEO នៃក្រុមហ៊ុនអចលនទ្រព្យលំដាប់មហាសេដ្ឋីនៅទីក្រុងសិនចិនជីវិតបច្ចុប្បន្នរបស់ Chao Xin គឺបានសម្រាកមួយរយៈធំពីការងារសិល្បៈដើម្បីត្រៀមខ្លួនយកបុត្រនិងរស់នៅជាលោកស្រីក្នុងវិឡាដ៏ប្រណិតនាងត្រូវបានស្វាមីស្រឡាញ់ថ្នាក់ថ្នមយ៉ាងខ្លាំងនិងតែងតែដើរលេងកម្សាន្តនៅបរទេសយ៉ាងមានក្តីសុខ
ចុច Subscribe ព័ត៌មានពីតារាល្បីៗថ្មីៗប្លែកៗនិងហោះចូលក្នុងទូរស័ព្ទលោកអ្នកសូមអរគុណសូមជម្រាបសួរ